Kayaknya. Nama?បាទដូចគេនិយាយចឹងពេលវេលា10ឆ្នាំរបស់កូនក្មេងលឿនណាបងប្អូនហើយបានន័យថាពេលវេលា10ឆ្នាំរបស់ក្មេងៗដែលឲ្យយើងមិនមែនយើងឲ្យទៅក្មេងៗទេគឺលឿនណាស់ឥឡូវនេះកូនពៅនេះអាយុ7ខួបហើយកូនបងអាយុចូល6 7ខួបហើយណាបងប្អូនលឿនមែនតើចឹងឆ្លៀតពេលទំនេរពីការធ្វើការរកស៊ីមានតំណមមកលេងសប្បាយចឹងណាធ្វើមិនទេបងប្អូនអើយមិនបាននាំទៅណាឆ្ងាយក៏នៅស្រុកខ្មែរយើងក្រុងភ្នំពេញយើងហ្នឹងអ៊ីអន1 2 3ចឹងទៅឲ្យតែយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការដើរលេងជាមួយក្រុមគ្រួសារយើងចឹងណាគឺឆ្លប់តែលឺគេនិយាយចឹងណាបងប្អូនថាក្មេង10ឆ្នាំទៅមុខទៀតមានន័យថាគាត់អាយុចាប់ពី10ឆ្នាំ15ឆ្នាំឡើងទៅគាត់មានការគិតមានការស្វែងយល់គាត់មានមិត្តភ័ក្តិលេងគាត់មិនសូវបានស្និទ្ធដូចពេលយើងនៅពីទូដូចគាត់នៅពីទូនៅជាមួយយើងអញ្ចឹងណាបងប្អូនអ្វីដែលខ្ញុំសោកស្ដាយបំផុតបងប្អូនណាហើយកូនប្រុសខ្ញុំបានន័យថាដោយសារកត្តាជីវភាពអញ្ចឹងណាកាលពេលយើងមានកូនដំបូងយើងមិនសូវមានបានហូបមិនសូវបានខ្ញុំផ្ញើនៅមួយម៉ាក់ខ្ញុំហើយដល់ពេលហើយទៅពេលវេលាឥឡូវហ្នឹងខ្ញុំមិនសូវបាននៅចិត្តកូនប្រុសខ្ញុំទេពីច្រើននៅចិត្តកូនស្រីដោយសារកណាត់កូនស្រីក្រោយនេះខ្ញុំមើលថាគាត់ឲ្យផ្ទាល់ចំណែកកូនប្រុសអត់ទេទុកឲ្យនៅមួយម៉ាក់ប៉ុន្តែគាត់ថាមិនមែនជាអាក្រក់អីណាស់ទេគាត់ថាយើងមិនសូវបានស្និទ្ធស្នាលមួយគាត់នៅចិត្តគាត់ស្វែងយល់ពីគាត់អញ្ចឹងណាតែចំពោះបទពិសោធន៍កូនទី2នេះគឺច្បាស់ហ្មងថាគាត់ឈឺអីគាត់មានចរិតយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាបងប្អូនតែចំពោះកូនសៀវមេងមួយហៀមេងមួយនេះខ្ញុំរៀនខ្វះខាតបន្តិចដូច្នេះហើយអត់មានអីទេបងប្អូនហើយមានតែពេលវេលាឃ្លាតរលុយបន្ទាប់ពីរលុយបានហើយគឺដាច់ខាតត្រូវតែនាំកូនដើរលេងសប្បាយមិនថាចិត្តឆ្ងាយទៅកន្លែងណាទេគឺតែងតែព្យាយាមយកហៀមេងមកនៅក្បែរប្អូនមកនៅចិត្តម៉ាក់មកនៅចិត្តក្រុមគ្រួសារអញ្ចឹងណាបងប្អូនហើយការនិយាយនេះមិនមែនសោកស្ដាយអីដែលថាឲ្យម៉ាក់មើលមិនល្អទេតែពិតពេលឪពុកម្ដាយខ្ញុំម៉ាក់ខ្ញុំប៉ាខ្ញុំមើលគឺខ្ញុំមានពេលវេលាច្រើនក្នុងការចេញទៅធ្វើការរកស៊ីរលុយតែជាក់ស្ដែងនៅពេលដែលយើងអត់នៅចិត្តកូនមានន័យថាគាត់នៅជាមួយម៉ាក់ទៅមើលមួយម៉ាក់ប៉ាខ្ញុំហើយខ្ញុំពីរនាក់ម៉ាក់សៀវមេងហ្នឹងនៅផ្ទះផ្សេងចេញរកស៊ីប្រឹងជំនាន់ហ្នឹងកូវីដចឹងណាបងប្អូនរហូតតម្រាំតាបានន័យថារៀងធូរដៃទៅកូនក៏ធំក៏ស៊ាំនៅមួយម្ដាយខ្ញុំហ្នឹងម៉ាក់ខ្ញុំហ្នឹងក៏ទៅជារឿងធម្មតាទៅខ្ញុំគិតថាធម្មតាតែពេលបកក្រោយវិញគិតវិញបងប្អូនហើយឥឡូវកូនខ្ញុំ6ឆ្នាំបាត់ហើយកូនប្រុសហ្នឹងចឹងគាត់ធំហើយគាត់ស៊ាំរស់នៅជាមួយនឹងម្ដាយរបស់ខ្ញុំហើយដល់ពេលខ្ញុំចង់យកគាត់មកវិញក៏ពិបាកទៅមានអីទេមានតែបន្តការរស់នៅបែបហ្នឹងទៅអញ្ចឹងក៏ព្យាយាមធ្វើម៉េចថែទាំកូនពៅក្រោយនេះមើលថែគាត់ហើយមិនមែនថាទុកហៀមេងចោលទេអត់ទេនៅតែឆ្លៀតអញ្ចឹងបងប្អូនយកគាត់ទៅដើរលេងបងប្អូនគាត់2នាក់អញ្ចឹងណាទៅណាទៅណីអញ្ចឹងព្យាយាមសុខសៅអាទិត្យអីទោះត្រូវមកមាត់ម្ដាយខ្ញុំហ្នឹងតែត្រូវជាម៉ារបស់មេងក៏ត្រូវតែនាំគាត់ទៅដែរចង់ជេរចង់ថាសិនទៅធំសិនទៅធ្វើម៉េចបើកូននៅគាត់ចាត់ទុកថាដូចជាកូនពៅរបស់គាត់អីហ្នឹងហើយរកការគាត់ឈឺគាត់មានបញ្ហាអីគាត់ញាក់ញក់គាត់មកអួយទៅដាក់តាមម៉ាគាត់ទេមិនសូវបានប្រាប់ខ្ញុំមួយម៉ាក់គាត់ទេអញ្ចឹងមានការពិបាកបន្តិចក្នុងការទៅមើលថែគាត់ក៏ប៉ុន្តែឥឡូវអត់អីទេឆ្លងកាត់ពេលវេលាមកច្រើនឆ្នាំច្រើនខែជាយូរខែយូរឆ្នាំមកក៏កូនក៏កាន់តែធំហើយការយល់ដឹងក៏ចាប់ផ្ដើមមានកម្រិតអញ្ចឹងណាអញ្ចឹងរាល់ថ្ងៃមានតែ3បាច់ថែទាំថែរក្សាតាមលទ្ធភាពពួកខ្ញុំដែលខ្ញុំមានអញ្ចឹងទៅអញ្ចឹងខ្ញុំសូមផ្ដាំទៅបងប្អូនអរគ្នាដែលមានកូនតូចឬក៏ចាប់ផ្ដើមកសាងគ្រួសារហើយមាន baby អូនទូអញ្ចឹងណាដំណាក់កាលដំបូងគឺពិបាកមិនពេលអ្នកខ្លះអត់ចេះមើលកូនឬក៏ស្ទើរថវិកាអីអញ្ចឹងណាយើងត្រូវឃ្លាតឆ្ងាយពីផ្ទះទៅរលុយរកកាក់ប៉ុន្តែបងប្អូនត្រូវចាំថាព្យាយាមថែរក្សាពេលវេលារបស់កូនក្មេងទូឲ្យនៅជាមួយនឹងយើងគ្រប់ពេលគ្រប់វេលាឆ្
ឆ្លៀតរលុយហើយក៏ឆ្លៀតថែទាំពួកគាត់ទៅដោយសារតាខ្ញុំមានបទពិសោធន៍មួយហើយជាមួយនឹងកូនបងហើយកូនក្រោយនេះខ្ញុំព្យាយាមនៅមួយគាត់មិនថាមិនន័យថាមិនថាមានលុយអត់លុយទេខ្ញុំត្រូវតែនៅមួយគាត់ជានិច្ចបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេក្នុងប្រាប់បងប្អូនឥឡូវនេះសៀវមេងធំហើយ6.7ឆ្នាំហើយ3ប្អូនបានហើយកូនពៅខ្ញុំក៏7 ខួបដែរឥឡូវគាត់នៅឆ្ងាយគ្នាតែគាត់ក្តីស្រឡាញ់ពួកគាត់2នាក់បងប្អូនគ្នាជួបគ្នាម្ដងនឹកណាអោបថើបណា3ឥឡូវខ្ញុំបានហៀមេងមួយជួយ3ប្អូនមិនសូវហត់ហើយនេះនាំគាត់មកដើរលេងអញ្ចឹងណាហើយញ៉ាំអីគាត់ថាឆ្ងាញ់ណាបាទគាត់ញ៉ាំភីសាឆ្ងាញ់ណានៅផ្ទះមិនថាมันបានញ៉ាំរបស់ឆ្ងាញ់ទេបងប្អូនក៏ប៉ុន្តែយូរចេញក្រៅម្ដងពីអ្នកបងប្អូនគេនេះពួយមកឆ្ងាញ់ហ្មងណានេះសៀវលីងនៅទូបន្តិចការញ៉ាំរៀងនៅអាចបច្ចប់មកដូចជាមេងអញ្ចឹងណាបងប្អូនញ៉ាំមីថ្មីក៏ញ៉ាំមីបាទវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនចូលរួមថែរក្សាពេលវេលាល្អរបស់កូនយើងឲ្យបានច្រើនថែទាំក៏ដូចជានៅក្បែរផ្ដល់ភាពកក់ក្ដៅដល់កូនយើងទាំងអស់គ្នាអរគុណច្រើនឆ្ងាញ់ឆ្ងាញ់ញ៉ាំ